បាទសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងនឹងនិយាយអំពីការសរសេរនិមិត្តសញ្ញាហើយនឹងវឡង់របស់ radical មួយចំនួនបន្ថែមទៀតនៅទីនេះយើងមានសុលភួរតាំងដោយនិមិត្តសញ្ញា s បាទបន្ទុករបស់វាគឺ2ដកវឡង់ស្មើ2សុលភីតគឺ s o 3បន្ទុករបស់វា2ដកវឡង់ស្មើ2សុលផាតគឺ s o 4បាទ2ដកវឡង់របស់វាស្មើ2បាទធ្យោសុលផាតគឺ S2 O3 2ដកបាទវឡង់របស់វាស្មើ2កាបូណាតគឺ CO3 2ដកវឡង់របស់វាស្មើ2ម៉ង់កាណាតតាំងដោយអក្សរ MnO4 បន្ទុករបស់វា2ដកវឡង់ស្មើ2និងចុងក្រោយគេនេះគឺជាអុកសាឡាតដែលតាំងដោយអក្សរ C2 O4 បាទបន្ទុករបស់វាគឺ2ដកវឡង់របស់វាស្មើ2ដែរជាថ្មីម្ដងទៀតគឺខ្ញុំចង់បញ្ជាក់ថាបើសិនជាសមាសធាតុឬក៏ radical ណាបាទគឺសំដៅទៅលើ radical ដែលមានបន្ទុករបស់វា2ដកដូច្នេះវឡង់របស់វាក៏ស្មើ2ដែរហើយនិមិត្តសញ្ញារបស់ radical ដែលមានបន្ទុកបែបនេះនៅពេលដែលយើងបង្កើតទៅជារូបមន្តគឺយើងអត់អាចសរសេរទាំងបន្ទុកនឹងចូលទេបាទនៅពេលដែលខ្លាយទៅជារូបមន្តគឺយើងសរសេរតែនិមិត្តសញ្ញាដែលជាអក្សរហើយនឹងសន្ទុះនៅខាងក្រោមតែប៉ុណ្ណោះ